អូខេអញ្ចឹងរឿងថ្ងៃនេះគឺយើងទទួលបានពីប្រិយមិត្តដែលស្រឡាញ់ The Story Podcast ខ្លាំងមែនតើគាត់អត់ដែលរំលងសំបីតែមួយវីដេអូណាឡើយហើយក្នុងមួយវីដេអូហ្នឹងគាត់ចូលទៅមើលគាត់ចូលទៅ view អត់តិចជាង15ទៅ20ដងទេគាត់ទៅសេមកអញ្ចឹងហើយគាត់សំណូមពរយើងខ្លាំងមែនតើនៅក្នុងការដែលឲ្យយើងចេញនៅអេពីសូតថ្មីបាទអញ្ចឹងឥឡូវហ្នឹងគឺយើងសង្ឃឹមថានឹងមានបងប្អូនយើងដទៃទៀតដែលមានបទពិសោធន៍ដូចគាត់អញ្ចឹងរឿងនេះគឺបងប្រុសមិនមែនជួបដោយខ្លួនឯងផ្ទាល់នោះទេពោលគឺគាត់បានដឹងឮបន្តពីការនិទានពីឪពុករបស់គាត់ហើយឪពុករបស់គាត់ហ្នឹងគឺឈ្មោះជាឬក៏អ៊ំជានឹងឯងដែលគាត់គឺជាអតីតទាហានកេណ្ឌនៅក្នុងសម័យខ្មែរក្រហមហើយក្រោយពីប្រទេសចប់សង្គ្រាមហ្នឹងសប្តាហ៍ថ្ងៃហ្នឹងគឺគាត់បានរស់នៅជាមួយនឹងកូនប្រុសដែលមានទីលំនៅនៅក្នុងខេត្តកំពង់ចាមរីឯភរិយាអ៊ំជាបានទទួលមរណភាពទៅហើយកាលពីឆ្នាំ2000គួរឲ្យដឹងផងដែរថាបច្ចុប្បន្នអ៊ំជាមានអាយុ60ឆ្នាំផ្លាយទៅហើយក៏ជាអ្នកប្រកបអាជីពជាអ្នកធ្វើស្រែចម្ការពីអ្នកកូនប្រុសគាត់ផ្ទាល់តែម្ដងអញ្ចឹងបន្តទៅទៀតនឹងខ្ញុំសូមអានសាច់រឿងទាំងមូលតែម្ដងដែលកូនប្រុសរបស់អ៊ំជាបានសរសេរមកកាន់ប្រអប់សាររបស់យើងតាមការរៀបរាប់របស់ឪពុកគាត់ផ្ទាល់តែម្ដងហើយរឿងមានដូចតទៅអញ្ចឹងនេះគឺជារឿងរ៉ាវដែលអ៊ំជាកំពុងតែនិយាយទៅកាន់កូនប្រុសរបស់គាត់អញ្ចឹងខ្ញុំសូម convert ពាក្យកូនប្រុសហ្នឹងទៅជាខ្ញុំវិញទៅវាប្រៀបដូចជាអ៊ំជាកំពុងតែនិយាយរឿងរ៉ាវរបស់គាត់ហ្នឹងមកប្រាប់ពួកយើងវិញកាលពីចំនួនខ្មែរក្រហមខ្ញុំឬក៏អ៊ំជាហ្នឹងគឺជាកំឡោះក្មេងវ័យម្នាក់ដែលទៅតែមានអាយុប្រហែលជា20ឆ្នាំតែប៉ុណ្ណោះពេលនោះដោយសារតែជាបរិសុទ្ធពេញកម្លាំងខ្ញុំក៏ត្រូវបានកេណ្ឌឲ្យទៅធ្វើជាទាហានរំដោះប្រជាជនខ្មែរនាចុងសម័យប៉ុលពតហើយក្រោយមកពេលដែលប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាពមកវិញនៅក្នុងអំឡុងឆ្នាំ1981ខ្ញុំក៏នៅតែបន្តអាជីពជាទាហានដដែលដោយមានភារកិច្ចសំខាន់មួយទៀតគឺត្រូវបោះសម្អាតពួកកងទ័ពឆ្លូបដែលនៅសេសសល់កាលពីរបបខ្មែរក្រហមកាលឆ្នាំនោះមានថ្ងៃមួយដោយសារតែទទួលបានដំណឹងពីប្រជាពលរដ្ឋដែលរស់នៅម្ដុំជាយដែនខ្មែរថៃនៅក្នុងខេត្តព្រះវិហារថាបានប្រទះឃើញកងទ័ពខ្មែរក្រហមពី3នាក់កំពុងតែពួនសម្ងំលាក់ខ្លួននៅក្នុងព្រៃជ្រៅមេបញ្ជាការរបស់ខ្ញុំក៏បានចាត់ចែងកម្លាំងទាហានដើម្បីចូលទៅត្រួតពិនិត្យនិងចាប់ខ្លួនក្រុមកងទ័ពខ្មែរក្រហមទាំងនោះថ្ងៃបេសកកម្មមកដល់ខ្ញុំនិងទាហាននៅក្នុងក្រុមដែលមានគ្នា6នាក់ទៀតរួមសរុបទាំងអស់7នាក់ដែលមានអាយុស្របាលគ្នាក៏បាននាំគ្នាធ្វើដំណើរចូលភូមិអ្នកស្រុកដែលបានរាយការណ៍មកប៉ុន្តែមុនពេលធ្វើបេសកកម្មចូលទៅក្នុងព្រៃក្រុមទាហានរបស់ខ្ញុំក៏បានសាកសួរទៅកាន់អ្នកភូមិថាតើនៅក្នុងភូមិនោះមានព្រានព្រៃឬក៏អ្នកស្ទាត់ជំនាញនៅក្នុងការដើរព្រៃដែលអាចនាំផ្លូវក្រុមពួកខ្ញុំបានដែរឬទេព្រោះការដើរនៅក្នុងព្រៃមិនមែនជារឿងងាយស្រួលសម្រាប់អ្នកដែលមិនស្គាល់ទីតាំងភូមិសាស្ត្រជាក់លាក់នោះឡើយពេលនោះក៏មានលោកតាម្នាក់ដែលជាមេភូមិបានសួរនាំមកពួកខ្ញុំថាចៅតើពួកចៅចូលទៅក្នុងព្រៃមានការអីដែរបើគ្មានការចាំបាច់អីទេកុំអាចចូលអីរងចាំពី3ថ្ងៃទៀតចាំផុតថ្ងៃខែដាច់ថ្ងៃ15រោចឬក៏រាត្រីរនោចសិនទៅចៅពេលនោះពួកខ្ញុំធ្វើមុខឆ្ងល់បន្តិចនិងសួរទៅគាត់វិញថាមិនអញ្ចឹងតាថ្ងៃ15រោចហេតុអ្វីមិនអាចចូលព្រៃបានលោកតាម្នាក់នោះក៏បាននិយាយបន្តទៀតថាជាធម្មតានៅក្នុងព្រៃតែងតែមានពពួកព្រលឹងវិញ្ញាណអមនុស្សកាចសាហាវណាស់ពិសេសគឺព្រលឹងព្រាយខ្លាតែម្ដងព្រាយខ្លាហ្នឹងគឺជាព្រាយដែលរូបរាងកាយជាមនុស្សប៉ុន្តែទៅស្ថិតនៅក្នុងសត្វខ្លាអ្នកទាំងអស់គ្នាវាអាចចេញមកសម្លាប់មនុស្សពេលណាក៏បានដែរចៅស្ដាប់ហើយពួកខ្ញុំព្រឺសម្បល់ខ្ញាក់ព្រោះធ្លាប់បានឮចាស់និយាយដំណើរតគ្នាខ្លះដែរប៉ុន្តែខ្ញុំមិនទាន់បានជួបម្ដងណាឡើយតែខ្ញុំក៏ប្រញាប់តបទៅគាត់វិញថាប្រហែលជាមិនបានទេលោកតាអើយព្រោះខ្ញុំត្រូវមានភារកិច្ចទៅចាប់ពួកកងទ័ពខ្មែរក្រហមដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងព្រៃនេះបើមិនប្រញាប់ចាត់ការទេខ្លាចពួកវាចេញមកធ្វើបាបអ្នកភូមិណាតាដោយដឹងថាមិនអាចហាមឃាត់ក្រុមពួកខ្ញុំបានពេលនោះគាត់ក៏បាននិយាយថាអញ្ចឹងមិនអីទេចៅចាំតាទៅប្រាប់អាព្រានឲ្យព្រោះវាគឺជាអ្នកជំនាញដើរព្រៃច្រើនឆ្នាំម្នាក់ដែរក្រោយមកលោកតាមេភូមិក៏បាននាំពូព្រានម្នាក់មកជួបពួកយើងដែលគាត់មានអាយុប្រមាណ45ឆ្នាំ
ពូព្រានម្នាក់នោះមានសាក់រូបយន្តខ្មែរយើងច្រើនជាប់ពេញខ្លួនតែម្ដងទំនងជាគាត់ក៏ជាមនុស្សចេះមុនអាគមអូមអាបម្នាក់ដែរនៅក្នុងភូមិក្រោយមកពួកយើងក៏មានការព្រមព្រៀងគ្នាថាថ្ងៃស្អែកពូព្រានព្រៃម្នាក់នោះនឹងនាំក្រុមទាហានរបស់ពួកយើងចូលទៅក្នុងព្រៃនៅយប់នោះពួកយើងបានទទួលការស្វាគមន៍ពីលោកតាចាស់ៗនៅក្នុងភូមិដោយផ្ដល់កន្លែងសម្រាកយ៉ាងសមរម្យនិងអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារបស់អ្នកភូមិនៅក្នុងខេត្តព្រះវិហារផងដែរព្រឹកព្រលឹមថ្ងៃស្អែកមកដល់មេឃស្រាងក្រុមទាហានរបស់ខ្ញុំនិងពូព្រានក៏បាននាំគ្នារៀបចំអីវ៉ាន់ដាក់នៅក្នុងកាតាបស្ពាយពីក្រោយខ្នងម្នាក់មួយដែលមានដូចជាកាំភ្លើងវែងកំភ្លើងខ្លីកំបិតផ្កាកូនកំបិតស្នៀតខ្សែពួរប្រដាប់ប្រដាចាំបាច់មួយចំនួននិងស្បៀងអាហារក្រៀមមួយចំនួនសម្រាប់ការរុករករយៈពេល3ថ្ងៃជាប់គ្នាផងដែរគួរបញ្ជាក់ផងដែរបើផុត3ថ្ងៃនេះពួកយើងនៅតែមិនឃើញពួកខ្ញុំនឹងត្រឡប់ចេញពីព្រៃវិញមេបញ្ជាការនឹងចាត់កម្លាំងបន្ថែមដើម្បីឲ្យតាមរកពួកខ្ញុំក្រែងមានគ្រោះថ្នាក់អ្វីកើតឡើងចំណែកឯពូព្រានវិញខ្ញុំឃើញគាត់មានស្ពាយថង់យាមធំមួយនិងស្ពាយស្នាមមួយទៀតនៅពីខាងក្រៅខ្នងផងដែរពេលនោះយើងមានសមាជិកសរុបទាំងអស់8នាក់ក៏បានធ្វើដំណើរចូលទៅក្នុងព្រៃតាមទិសដែលបានកំណត់ទុកនៅតាមផ្លូវចូលទៅក្នុងព្រៃដ៏ជ្រៅមួយនោះក្រុមទាហានរបស់ខ្ញុំពិតជាជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងព្រោះដោយសារតែវានៅចំនៅក្នុងរដូវភ្លៀងដែលមានព្រៃដុះក្រាស់ខ្មឹកក្រោយពីធ្វើដំណើរចូលបានបន្តិចក្រុមពួកយើងក៏បានប្រទះឃើញសម្បកគ្រាប់កាំភ្លើងជាច្រើនគ្រាប់ដែលបានធ្លាក់រប៉ាត់រប៉ាយសងខាងផ្លូវតូចធំព្រមទាំងមានកាកសំណល់គ្រាប់បែកមិនទាន់ផ្ទុះជាច្រើនគ្រាប់ផងដែរពេលនោះហាក់ដូចជារៀងចម្លែកបន្តិចដែរដោយសារតែគ្រាប់សំណល់ទាំងអស់នោះបានធ្លាក់រាយនៅតាមផ្លូវហាក់ដូចជាមាននរណាគេម្នាក់តាំងចិត្តពង្រាយធ្វើជាសញ្ញានាំផ្លូវចូលទៅកាន់ក្នុងព្រៃជ្រៅនោះអញ្ចឹងងាកមកខ្ញុំឯនេះវិញពេលដើរចូលព្រៃកាន់តែជ្រៅក៏មានអារម្មណ៍ថាហាក់ដូចជាមាននរណាគេម្នាក់កំពុងតែសម្លឹងតាមមើលមកក្រុមពួកយើងយ៉ាងចម្លែកដោយសារតែឃើញអាការៈរៀងប្លែកបែបនេះនាយព្រានក៏បែរមកសួរខ្ញុំថាអូនឯងកាត់អីបានចេះតែបែរមុខសម្លឹងទៅមុខទៅក្រោយអញ្ចឹងភ្លាមនោះខ្ញុំក៏តបថាអូគ្មានអីទេបងខ្ញុំចេះតែប្រយ័ត្នទៅក្រែងមានពួកកងទ័ពខ្មែរក្រហមចេញមកឃើញពួកយើងការធ្វើដំណើរចូលទៅក្នុងព្រៃក៏ចេះតែបន្តទៅមុខទៀតជារឿយបន្តទៀតដើរបានបន្តិចពួកយើងក៏បានឈប់សម្រាកនៅក្រោមដើមឈើធំមួយដើម្បីបរិភោគអាហារថ្ងៃត្រង់តែពេលនោះក៏ស្រាប់តែបានប្រទះឃើញស្នាមឈាមស្រក់នៅក្រោមដើមឈើដ៏ធំមួយនោះព្រមទាំងមានស្នាមឈាមស្រក់ហូរតាមផ្លូវមួយចូលទៅក្នុងព្រៃកាន់តែជ្រៅទៀតផងដែរក្រោយទទួលទានបាយរួចរាល់ក្រុមគ្នារបស់ខ្ញុំក៏បាននាំគ្នាដើរតាមស្នាមស្រក់ឈាមនោះយ៉ាងប្រុងប្រយ័ត្នតែពេលដើរទៅដល់ចំណុចបំផុតនៃស្នាមឈាមនោះក៏មិនបានឃើញអ្វីតតែសោះចុងក្រោយពួកខ្ញុំក៏សម្រេចចិត្តដើរបកត្រឡប់ក្រោយមករកកន្លែងដើមវិញប៉ុន្តែពេលនោះប្លែកខ្លាំងមែនទែនព្រោះទោះបីជាពួកយើងដើរត្រឡប់មកក្រោយវិញយ៉ាងណាក៏នៅតែមិនអាចរកកន្លែងដើមឈើធំដែលពួកយើងជួបស្នាមឈាមជាលើកដំបូងនោះបានដែរផ្ទុយទៅវិញពួកយើងហាក់បីដូចជាកំពុងតែដើរចូលទៅក្នុងព្រៃនោះកាន់តែជ្រៅទៅទោះបីជាមាននាយព្រានជាអ្នកនាំផ្លូវរហូតក៏ដោយដើរចុះដើរឡើងមកដល់ម៉ោងប្រហែលជា5ល្ងាចតែមេឃនៅក្នុងព្រៃនោះគឺឆាប់ងងឹតណាស់ឃើញអញ្ចឹងក្រុមគ្នារបស់ខ្ញុំក៏សម្រេចចិត្តថារកកន្លែងសម្រាកតែម្ដងព្រោះមើលទៅសភាពការដូចជាចាប់ផ្ដើមមិនស្រួលហើយជាក់ស្ដែងហាក់ដូចជាមានអ្វីមួយយ៉ាងមកបាំងភ្នែកមិនឲ្យពួកយើងរកផ្លូវចេញទៅវិញឃើញដូច្នោះឯងភ្លាមនោះពូព្រានក៏បាននិយាយថាតោះគ្នាយើងឆាប់រកកន្លែងគួរសមឈប់សម្រាកសិនទៅមុនមេឃចាប់ផ្ដើមងងឹតខ្លាំងជាងនេះហើយមើលចាត់កម្លាំងទៅរកណាស្ងួតមកបង្កាត់ភ្លើងដេញមូផងនិយាយមិនតន់ទាំងចប់ស្រួលបួលផងក៏មានទាហានម្នាក់ដែលមានអាយុស្របបាខ្ញុំបន្លឺឡើងថាមិនបាច់ទៅដឹងពូព្រានយើងគួរតែដើរចូលទៅបន្តិចទៀតទៅក្រែងប្រទះបានឃើញពួកខ្មែរក្រហមនឹងបាននាំខ្លួនពួកវាចេញទៅក្រៅតែម្ដងពេលនោះពូព្រានក៏និយាយបន្តបែបមឹងម៉ាត់ថាអូនធ្វើតាមពូប្រាប់ទៅបើមិនចង់ខ្លាចទៅជាខ្មោចជាមព្រៃនេះទាំងអស់គ្នាលើបែបនេះខ្ញុំនិងអ្នកនៅក្នុងក្រុមភ័យទាំងអស់គ្នាសម្លឹងមើលមុខគ្នាលេងឡង់តែក៏មិនហ៊ានជំទាស់នឹងពូព្រានដែរពួកយើងបានដើរមកបន្តិចទៀតដល់កន្លែងមួយដែលមានដើមឈើធំ4ដើមដុះជាប់គ្នាតែម្ដងហើយក៏ចាត់ចែងរកមកបង្កាត់ភ្លើងនិងកាប់កូនឈើនៅក្បែរនោះមកចងភ្ជាប់គ្នាធ្វើដូចជាកូនក្រែនៅលើដើមឈើដើម្បីសម្រាប់យប់នោះកាលពីចំនួននោះនៅក្នុងព្រៃពោពេញទៅដោយសត្វសាហាវជាច្រើនដូចជាខ្លាដំរីតោជាដើមជាពិសេសនោះគឺពពួកប្រលឹងវិញ្ញាណអមនុស្សសាហាវណាស់ដែលគេធ្លាប់តែឮតគ្នាថាគឺជាប្រលឹងព្រាយខ្លានោះឯងដែលជាហេតុធ្វើឲ្យពួកយើងមិនអាចសម្រាកនៅលើដីដោយផ្ទាល់បាននោះទេ
នោះគឺជាអ្វីដែលពូព្រានបានប្រាប់ពួកយើងការស្នាក់នៅក្នុងព្រៃគឺតម្រូវឲ្យរកកូនឈើមកចងភ្ជាប់គ្នាធ្វើជាកន្លែងសម្រាកឲ្យខ្ពស់បំផុតពីដីប្រមាណពី5ទៅ10ម៉ែត្រឬក៏អាចនិយាយបានថាកាន់តែខ្ពស់កាន់តែល្អដើម្បីការពារអាយុជីវិតពីសត្វដ៏កាចសាហាវនិងប្រលឹងខ្មោចព្រាយបិសាចដែលយើងមើលមិនឃើញពេលនោះពួកយើងបានបែងចែកកន្លែងសម្រាកជាពីរផ្សេងគ្នាតែនៅជិតគ្នាទេដោយនៅក្នុងនោះមួយកន្លែងអាចសម្រាកបាន4នាក់ខ្ញុំក៏បានសម្រាកនៅជាមួយនឹងពូព្រានផ្ទាល់តែម្ដងក្រោយចងក្រែស្នាក់រួចពូព្រានក៏បានយកដុំកាក់តូចអ្វីមួយចេញពីថង់សម្ភារៈរបស់គាត់មកសុទ្ធមុនគាថាអ្វីម្យ៉ាងហើយក៏សៀតនៅក្នុងប្រឡោះក្បាលដំណេកកន្លែងសម្រាករបស់ពួកយើងទាំងពីរកន្លែងតែម្ដងបន្ទាប់មកគាត់ក៏បាននិយាយផ្ដែផ្ដាំពួកយើងទាំងអស់គ្នាថាពូសូមផ្ដាំឲ្យហើយណាពេលដេកយប់ជ្រៅទោះបីជាឮសំឡេងអ្វីឬក៏សំឡេងនរណាស្រែកហៅឈ្មោះកុំឆ្លើយតបដាច់ខាតជាពិសេសគឺមិនត្រូវប្រើកាំភ្លើងបាញ់សម្លាប់សត្វណាមួយផ្ដេសផ្ដាស់នោះឡើយព្រោះយប់នេះគឺជាយប់ខែរនោចពេលនោះខ្ញុំក៏ឆ្ងល់ដែរតែមិនហ៊ានសួរគាត់ទេព្រោះឃើញទឹកមុខគាត់មិនសូវល្អហាក់ដូចជាកំពុងតែមានកង្វល់ខ្លាំងប្រលប់ធំចូលមកដល់ពួកយើងក៏បាននាំគ្នាបរិភោគអាហារពេលល្ងាចនិងបានបង្កាត់ភ្នក់ភ្លើងមួយចោលនៅខាងក្រោមដើមឈើនោះដើម្បីដេញមូសផងនិងបំភ្លឺកន្លែងនោះផងហើយក៏នាំគ្នាចូលទៅគេងទៅយប់នោះដោយសារតែជាយប់ខែដាច់15រោចនៅក្នុងព្រៃកាន់តែងងឹតសូនឈឹងមានតែពន្លឺចាំងពីភ្នក់ភ្លើងមកពីខាងក្រោមតែប៉ុណ្ណោះប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ឃើញនោះគឺពេលពាក់កណ្ដាលអាត្រិតចូលមកដល់សភាពនៅក្នុងព្រៃក៏ប្រែទៅជាស្ងប់ស្ងាត់ខ្លាំងមែនទែនគ្មានសំឡេងសត្វព្រៃយំបន្តិចសោះខុសប្លែកពីរាល់ដងយប់នោះខ្ញុំដេកមិនសូវលក់ប៉ុន្មានទេព្រោះចេះតែគិតទៅដល់បណ្ដាំពូព្រានកាលពីក្បាលល្ងាចខ្ញុំដេកមិនសុខក៏ប្រាស់ខ្លួនទៅខាងពូព្រានដែលកំពុងតែដេកជិតខ្ញុំពេលនោះខ្ញុំក៏បានឃើញភ្នែកគាត់នៅបើកនៅឡើយគឺគាត់មិនទាន់គេងលក់ដែរហើយអ្វីដែលប្លែកនោះគឺក្បាលគាត់ស្រាប់តែបែកញើសជោកដៃគាត់ញ័រក្តាប់ស្នារបស់ខ្លួនយ៉ាងណែននៅក្នុងដៃភ្លាមនោះខ្ញុំក៏បាត់លូកដៃទៅអង្រួនខ្លួនគាត់លន់មាត់សួរគាត់ថាពូពួកឯងកើតអីមែនបានជាបែកញើសជោកថ្ងៃអញ្ចឹងពូព្រាននោះស្ទុះក្រោកឡើងហើយក៏ងាកមកប្រាប់ខ្ញុំទាំងភ័យថាវាមកហើយអូននាំគ្នានៅស្ងៀមកុំឆ្លេឆ្លាទៅណាឲ្យសោះឮសម្ដីពូព្រានបែបនេះគ្នាខ្ញុំទាំងអស់ស្រាប់តែនាំគ្នាភ្ញាក់ដឹងខ្លួនឡើងព្រមគ្នាតែម្ដងគ្នាខ្ញុំម្នាក់ស្រាប់តែសួរទៅពូព្រានទាំងញ័រមាត់ថាពូមានរឿងអីមែននរណាគេមកពូព្រានចាប់ស្នាប្រុងខ្លួនដូចជាអ្នកប្រយុទ្ធនៅក្នុងសមរភូមិនិងនិយាយឡើងថាអូនទាំងអស់គ្នាតាំងចិត្តស្ដាប់ពួកឲ្យច្បាស់បន្តិចទៀតនេះទោះបីជាពួកក្មួយបានឃើញអ្វីឬក៏ឮសំឡេងអ្វីក៏ដោយកុំនាំគ្នានិយាយឆ្លើយឆ្លងជាមួយវាឲ្យសោះហើយនៅឲ្យស្ងៀមកុំចុះពីលើនេះដាច់ខាតព្រោះអាចនឹងមានប្រលឹងពួកបិសាចឬក៏ព្រាយខ្លាកាច់សាហាវចេញមកយាយីចេញមកធ្វើបាបអាយុជីវិតរបស់ពួកយើងគ្រប់ពេលវេលាច្បាស់ណាស់ថាលើកនេះពួកខ្ញុំស្ដាប់មិនច្រឡំទេយប់នេះប្រកាសជាមានរឿងមិនស្រួលកាត់ឡើងជាក់ជាពុំខានរំលងប្រមាណ5នាទីក្រោយមកស្រាប់តែមានខ្យល់បក់វឺតប៉ើងស្លឹកឈើស្ងួតនៅខាងក្រោមដូចជានៅក្នុងរឿងកុនអញ្ចឹងខ្ញុំចាប់ផ្ដើមស្រាវឆ្អឹងខ្នងខ្ញាក់ត្រជាក់ចងដៃចងជើងភ័យបុកពោះរកថាមិនត្រូវភ្លាមនោះពួកខ្ញុំក៏បានលឺសូរមានសម្រាប់ជើងមនុស្សដើរជន់ស្លឹកឈើក្រៀមនោះប្រោះសំដៅមករកកន្លែងដែលយើងកំពុងតែសម្រាកបន្តិចក្រោយមកក៏លេចរូបព្រះសង្ឃចំណាស់មួយអង្គទំនងជាព្រះសង្ឃធុដងមកឈរនៅពីខាងក្រោមដើមឈើរបស់ពួកយើងពេលនោះខ្ញុំឃើញព្រាថាដៃម្ខាងរបស់ព្រះសង្ឃអង្គនោះក្តោបស្បង់ជីពោជាប់និងដៃម្ខាងទៀតកាន់បាតព្រមទាំងមានស្ពាយអ្វីម្យ៉ាងនៅខាងក្រោយខ្នងរបស់ព្រះអង្គផងដែរព្រះសង្ឃអង្គនោះក៏បានមានសង្ឃដីកាថាញោមមានសល់បាយខ្លះទេអាត្មាសូមបិណ្ឌបាតពីពួកញោមផងចុះមកយកឲ្យអាត្មាបន្តិចបានទេដោយមិនទាន់បានគិតស្រួលបួលផងខ្ញុំក៏ស្រាប់តែឆ្លើយតបវិញទាំងមិនដឹងខ្លួនថាបានតើព្រះអង្គនិមន្តគង់សិនទៅពេលនោះខ្ញុំហាក់ភ្លេចបណ្ដាំពូព្រានមួយផ្លែតក៏ស្ទុះទៅបើកតាបរកត្រីដែលនៅសល់ពីក្បាលល្ងាចបំណងចង់យកទៅប្រគេនព្រះសង្ឃអង្គនោះពិតមែនតែពូព្រានស្រាប់តែស្រវាចាក់ដៃខ្ញុំជាប់ហើយនិយាយថាជប់សិនអូនហែងភ្លេចហើយមែនទេថាពូប្រាប់អ្វីពេលនោះខ្ញុំភ្ញាក់ខ្លួនឲ្យព្រឺតហើយក៏សម្រួលអិរិយាបថមកអង្គុយស្ងៀមវិញនិងសម្លឹងមើលទៅព្រះសង្ឃអង្គនោះម្ដងទៀតរំពេចនោះពូព្រានស្រាប់តែដកដាច់កេះមួយដើមហើយក៏ក្រវែងចុះទៅដីក្បែរជើងព្រះសង្ឃអង្គនោះដោយនិយាយឡើងថាព្រះអង្គជួយកេះដាច់កេះដុតភ្លើងឲ្យករណាបន្ថែមទៀតផងភ្លាមនោះព្រះសង្ឃក៏តបវិញថាមិនកើតទេញោមដៃអាត្មាជាប់កាន់របស់អស់ហើយ
ញោមជួយចុះមកក្រោមបន្តិចមកឮសម្ដីតបចម្លែកមកវិញដូច្នេះពូព្រានដឹងច្បាស់ណាស់គាត់ក៏ដកផ្លែស្នាចេញមកក្រៅហើយក៏សូត្រមន្តប្រសិទ្ធិនៅចុងផ្លែស្នាដល់មុតស្រួយរបស់គាត់មួយរំពេចហើយក៏ដាក់បាញ់យាតម្រង់ទៅកាន់ព្រះសង្ឃអង្គនោះដោយនិយាយមើលម៉ាត់ថាឆាប់ថយចេញទៅវិញភ្លាមបើមិនអញ្ចឹងទេអញនឹងបាញ់ស្នានេះទម្លុះក្បាលឯងចោលចាក់ជាពុំខានពេលនោះខ្ញុំនឹងអ្នកឯទៀតតក់ស្រុតណាស់ស្មានតែពូព្រានចង់បាញ់សម្លាប់ព្រះសង្ឃទុដងនោះពិតមែនក៏បានស្រែកខាត់ពូព្រានថាកុំអីពូពួកឯងចង់ធ្វើអីហ្នឹងពេលនោះពូព្រានក៏តបវិញថានៅឲ្យស្ងៀមកុំនិយាយផ្ដេសផ្ដាសពូព្រាននិយាយចប់ខ្ញុំក៏ងាកទៅមើលឃើញព្រះសង្ឃនោះឈរត្រឹងតែភ្នែកសម្លក់ពូព្រានឡើងក្រហមថ្លែហូរឈាមចេញមកក្រៅតែម្ដងរួចវាក៏ដើរថយក្រោយបាត់ស្រមោលចូលទៅក្នុងភាពងងឹតបាត់ទៅពួកខ្ញុំម្នាក់ភ័យបាត់ប្រលឹងអស់ហើយព្រោះឃើញនៅនឹងភ្នែកស្រស់ណាស់ថារូបរាងគឺជាព្រះសង្ឃនោះហើយពិតជាមនុស្សពិតតែការពិតគឺជាព្រាយសោះសភាពការស្ងាត់បន្តិចគ្នាខ្ញុំម្នាក់ក៏លន់មាត់ឡើងទៅសួរកាន់ពូព្រានថាពូមិញហ្នឹងពូប្រុងលើកធ្នូបាញ់សង្ឃនោះមែនក៏អីពួកខ្ញុំភ័យណាស់ពូព្រានក៏តបវិញថារូបភាពដែលឯងឃើញអំបញ្ញមិញនេះមិនមែនជាព្រះសង្ឃពិតប្រាកដនោះទេវាគឺជាព្រាយខ្លាដែលខ្លែងរូបមកជាមនុស្សដើម្បីបោកបញ្ឆោតយើងឲ្យចុះទៅខាងក្រោមហើយនឹងអាវាចាប់ស៊ីធ្វើជាចំណីនឹងឯងហើយការដែលពូបោះដេកកេះចុះទៅក្រោមហ្នឹងព្រោះចង់ពិសោធន៍ថាបើវាគឺជាមនុស្សពិតច្បាស់ជារើសយកមកអុជភ្លើងហើយតែបើមិនមែនជាមនុស្សទេវាមិនហ៊ានកាន់ភ្លើងនោះទេព្រោះព្រាយខ្លាវាខ្លាចភ្លើងណាស់ហើយម្យ៉ាងវិញទៀតក៏មិនច្បាស់លាស់ក្នុងចិត្តដែរថាវាមានសត្វព្រាយដែលមានមន្តអាគមខ្លាំងពូកែកម្រិតណាដែរតែហ៊ានបាញ់វាមិនស្លាប់ពួកយើងច្បាស់ជាសោយធំជាក់ជាពុំខានស្ដាប់ពូព្រាននិយាយដល់ចប់ហើយពួកខ្ញុំព្រាសម្បល់ណាស់តាំងពីចុងក្បាលដល់ចុងជើងតែម្ដងលើកនេះបានជួបរបស់ពិតនឹងគេហើយវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ដូចចាស់និយាយតគ្នាមិនខុសទេនាយប់នោះគ្នាខ្ញុំទាំងអស់គ្នារួមទាំងពូព្រានផងដែរគ្មានអ្នកណាបានដេកពេញភ្នែកនោះទេម្នាក់សម្លឹងមើលជុំវិញខ្លួនមិនឈប់ខ្លាចក្រែងតែព្រាយខ្លានោះត្រឡប់មកវិញម្ដងទៀតតែជាសំណាងដែរយប់នោះក៏បានរំលងផុតទៅដោយគ្មានរឿងរ៉ាវអ្វីកើតឡើងបន្តទៀតនោះទេលុះព្រឹកឡើងព្រះអាទិត្យរះពីទិសខាងកើតចាំងចូលដល់កន្លែងដេកទើបខ្ញុំភ្ញាក់ដឹងខ្លួនព្រោះយប់មិញទម្រាំតែដេកលួប្រហែលជាទៀបភ្លឺទៅហើយខ្ញុំយកដៃញីភ្នែកក្រឡេកឆ្វេងស្ដាំក៏ឃើញពូព្រាននិងគ្នាខ្ញុំទាំងអស់ក្រោកចុះទៅក្រោមអស់នៅសល់តែខ្ញុំម្នាក់តែប៉ុណ្ណោះដែលក្រោកក្រោយគេពេលនោះពួកគេម្នាក់រៀបចំអាហារពេលព្រឹកនិងបង្កាត់ភ្លើងបន្ថែមដើម្បីអាំងត្រីងៀតហូបជាមួយបាយខ្ញុំស្ទុះចុះទៅក្រោមស្រវាយកទឹកក្នុងបំពង់ឫស្សីមកលុបមុខចេញទាំងមមីមើនៅឡើយក្រឡេកទៅមើលមុខពូព្រានវិញខ្ញុំឃើញភ្នែកគាត់រូងខ្មៅដូចជាមិនបានសម្រាកទេយប់មិញភ្លាមនោះខ្ញុំក៏បានដើរមកអង្គុយជិតគាត់ហើយក៏សួរថាពូយប់មិញពូឯងសម្រាកឬអត់ហ្នឹងមើលទៅមុខពូដូចជាស្លក់ដល់ហើយពូព្រានក៏តបថាដីអីលក់គ្មានបានលក់អីមិនតិចទេអូនអើយពូរវល់តែចាំយាមសុវត្ថិភាពឲ្យពូឯងហ្នឹងណាហើយនៅយប់នេះត្រូវប្រយ័ត្នឲ្យខ្លាំងជាងនេះបន្ថែមទៀតព្រោះថាព្រាយខ្លាហ្នឹងមានការគុំគួនសាហាវណាស់វានឹងមកសងសឹកយើងចាក់ជាពុំខានបើតាមបទពិសោធន៍ពូបើយើងរកផ្លូវចេញពីព្រៃនេះមិនទាន់ឃើញទេថ្ងៃនេះច្បាស់ណាស់វានឹងមករកហើយពូព្រាននិយាយចប់គ្នាខ្ញុំម្នាក់ក៏សួរបន្តទៅគាត់ថាពូយប់មិញនេះខ្ញុំដេកអត់លក់ដែរខ្ញុំដូចមានអារម្មណ៍ថានៅទិសខាងលិចកន្លែងដដែលដែលយើងដេកនោះក្បែរដើមក្រសាំងនោះមានភ្នែកសត្វមួយគូពណ៌ក្រហមសត្វនោះវាមានមៀតធំណាស់បានសម្លឹងមកក្រុមពួកយើងតែខ្ញុំមិនហ៊ានមាត់ទេព្រោះខ្លាចគ្នាយើងកាន់តែខ្លាចជាងនេះបន្តទៀតខ្ញុំក៏ចេះតែសម្ងំដេកទៅគ្រាន់តែលឺហើយពូព្រានបើកភ្នែកធំនឹងតបថាមែនអីអាអូនអញ្ចឹងច្បាស់ណាស់ព្រាយខ្លានោះវានៅចាំខ្លំមើលយើងហើយយប់មិញតែហ៊ានមាននរណាគេចោះទៅដីដឹងតែវាចាប់ស៊ីចាក់ជាពុំខានពួកនេះគឺដើមមកវាអាចជាពួកព្រានព្រៃដែលផ្លត់ស្នៀតហើយត្រូវបានខ្លាចាប់ខំហែកស៊ីទើបធ្វើឲ្យពេលស្លាប់ទៅប្រលឹងវាមកតោងនៅជាប់ជាមួយនឹងពពួកខ្លាព្រៃដែលធ្វើឲ្យពួកវាមានឫទ្ធិអំណាចកាន់តែខ្លាំងពិសេសបើចំយប់ថ្ងៃខែដាច់ផងនោះមុនអាគមពួកវានឹងឡើងអំណាចខ្លាំង1គុណនឹង10ឯណោះញាក់សាច់ណាស់ខ្ញុំចាប់ផ្ដើមព្រឺសម្បល់ផងភ័យផងទៀតហើយនឹកឃើញដល់ទស្សនវិជ្ជាយប់មិញនេះនៅស្លុតមិនទាន់បាត់ផងតែទោះបីជាយ៉ាងណាខ្ញុំក៏ព្យាយាមតាំងអារម្មណ៍មកវិញព្រោះពេលនោះត្រីនិងបាយក៏ឆ្អិនល្មមដល់ពេលហូបស្រស់ស្រូបរួចរាល់ហើយពួកយើងក៏រៀបចំអីវ៉ាន់រៀងខ្លួនហើយធ្វើដំណើរចេញទៅមុខបន្តទៀតដោយមិនទាន់បានរុះរើក្រែឈើនៅលើដើមឈើកន្លែងសម្រាប់នោះទេបំណងទុកឲ្យអ្នកចូលព្រៃរកឃ្មុំឬក៏ព្រានព្រៃដែលតាក់សัตว์តាមក្រោយឲ្យគេបានសម្រាប់ផងដើរបណ្ដើរសម្លឹងរកមើលពួកទាហានខ្មែរក្រហមបណ្ដើរតែដូចជាគ្មានតម្រុយអ្វីថ្មីសោះឃើញតែអន្ទាក់ចាប់សัตว์របស់អ្នកស្រុកនិងសំណល់គ្រាប់ដែលសល់ពីសង្គ្រាមដើរទៅដើរមកអស់មួយព្រឹកធំក្រុមពួកយើងក៏នៅតែរកមិនឃើញអ្វីសោះសូម្បីតែផ្លូវ
វសម្រាប់មនុស្សដើរចេញពីព្រៃអ្វីដែលចម្លែកខ្លាំងនោះគឺពូព្រានហាក់ដូចជាវង្វេងព្រៃយ៉ាងមិនដឹងទេដើរចុះដើរឡើងពួកយើងក៏ស្រាប់តែទៅដល់កន្លែងដើមវិញពួកខ្ញុំភ្ញាក់ឲ្យព្រឹតក៏សួរទៅពូព្រានថាចំយ៉ាងម៉េចពូដើរមួយព្រឹកធំហើយមិនក៏មកដល់កន្លែងដើមវិញអញ្ចឹងពេលនោះពូព្រានមកស្លេកគប់ផ្សំនឹងអាការៈអស់កម្លាំងរបស់គាត់មិនបានសម្រាប់យប់មិញផងគាត់ក៏និយាយថាយ៉ាប់ហើយពួកយើងវង្វេងនៅក្នុងព្រៃនេះហើយភ័យបបួលណាស់ខ្ញុំក៏ប្រញាប់សួរទៅពូព្រានថាមិនអញ្ចឹងពូក្រែងពូឯងអ្នកស្គាល់ព្រៃនេះច្បាស់មិនអញ្ចឹងហ៎ហេតុអ្វីអាចវង្វេងផ្លូវកើតគាត់ក៏ឆ្លើយថាប្រហែលជាមានអ្វីមកបាំងភ្នែកពូហើយឬក៏បាំងផ្លូវពួកយើងហើយទើបធ្វើឲ្យវង្វេងព្រៃបែបនេះតែកំតាន់អាចស្លន់ស្លោយ៉ាងណាពួកយើងក៏មិនចោលឆ្អឹងនៅក្នុងព្រៃនេះដែរពូធានាពូព្រាននិយាយចប់ពួកយើងក៏នាំគ្នាសម្រាប់ហូបបាយថ្ងៃត្រង់នៅកន្លែងចាស់នោះសិនមុននឹងធ្វើដំណើរចេញទៅម្ដងទៀតម្ដងនេះដើររុកព្រៃយ៉ាងយូររហូតដល់ព្រះអាទិត្យអស់ស្ដង់គត់ស្រាប់តែពួកយើងមកដល់កន្លែងដើមម្ដងទៀតពេលនេះម្នាក់អស់កម្លាំងខ្លាំងណាស់អស់ពីដៃអស់ពីជើងបូករួមទាំងភាពភ័យខ្លាចផងដែរភ្លាមនោះគ្នាខ្ញុំក៏បានដោះកាតាបស្ពីនៅនឹងខ្នងចុះហើយទម្លាក់ខ្លួនអង្គុយឬសូព្រុសហើយវានិយាយទាំងល្វើយថាអើយហត់ណាស់ខ្ញុំដើរទៅមុខលេងរួចហើយមិនយើងសម្រាប់នៅទីនេះមួយយប់ទៀតសិនទៅពូព្រានបានលឺហើយគាត់ដកដង្ហើមធំហាក់ដូចជាព្រួយបារម្ភនៅក្នុងចិត្តណាស់តែគាត់ក៏ឆ្លើយធម្មតាថាអញ្ចឹងក៏បានដែរមើលគ្នាយើងរៀបចំដាំបាយដាំទឹកទៅនឹងជួយរកអស់មកបង្កាត់ភ្លើងផងមើលទៅថ្ងៃនេះពួកយើងចេញមិនផុតពីព្រៃនេះទេពួកខ្ញុំសម្លឹងមើលមុខគ្នាដោយភ័យដែរតែក៏ប្រញាប់ទៅរកអស់តាមបញ្ជាពូព្រានព្រោះមេឃកាន់តែងងឹតខ្លាំងឡើងហើយក្រោយបង្កាត់ភ្លើងនិងទទួលទានអាហាររួចពួកយើងក៏បាយគ្នាឡើងទៅសម្រាប់តាមកន្លែងរៀងខ្លួនដោយការពីយប់មិញដែរខ្ញុំនឹកក្នុងចិត្តបណ្ដាថាសំណាងណាស់ដែលមិនទាន់រុះរើកន្លែងដេកចាស់ចោលមិនអញ្ចឹងទេយប់នេះច្បាស់ជាលំបាកហើយដោយសារតែមានការដើរច្រើនអស់កម្លាំងពីថ្ងៃផងនិងមិនបានសម្រាប់ការពីយប់មិញផងខ្ញុំក៏លេចទៅឃើញពូព្រានសម្រានលក់មុនគេតែម្ដងតែនៅក្នុងដៃគាត់គឺចាប់ស្នាត្រៀមខ្លួនប្រយុទ្ធជាប់ជានិច្ចហើយមុនពេលសម្រានគាត់ក៏បានផ្ដាំពួកយើងដែរថាហាមចុះពីលើនេះដាច់ខាតបើគ្មានការចាំបាច់ហើយយប់នេះបើបានឃើញអ្វីចម្លែកឬក៏មានសត្វសាហាវមកយាយីអាចទាញកាំភ្លើងបាញ់បានពេលវេលាចេះតែរំលងផុតទៅបន្តិចម្ដងខ្ញុំដេកមិនសូវលក់ទេព្រោះមុខខាំពេកបើទោះបីជាមានភួយដណ្ដប់តូចមួយក៏ដោយពេលនោះខ្ញុំចាំបានថាប្រហែលជាចូលយប់ជ្រៅពាក់កណ្ដាលអាទិត្យទៅហើយសុកស្រាប់តែខ្ញុំចុកពោះចង់បត់ជើងធំភ្លាមនោះខ្ញុំក្រោកឡើងហើយរកផ្លូវចុះទៅក្រោមឃើញបែបនេះគ្នាខ្ញុំម្នាក់ដែលដេកក្បែរនោះសួរថាហែងចង់ចុះទៅណានឹងមិនចាំសម្ដីពូព្រានទេអីខ្ញុំតបថាអូយឈឺពោះណាស់ទ្រាំបានទេអញចង់ចុះទៅបត់ជើងធំបន្តិចតែមួយផ្លែទេឡើងមកវិញហើយនិយាយចប់ខ្ញុំក៏បានទាញកំភ្លើងវែងមួយដើមកាន់ជាប់នឹងដៃហើយក៏សម្រុតខ្លួនចុះទៅក្រោមថ្នមដើម្បីកុំឲ្យភ្ញាក់អ្នកដទៃដោយឈឺពោះបាត់ជើងធំខ្លាំងពេកពេលនោះខ្ញុំដូចជាគ្មានខ្លាចអ្វីទាំងអស់ចុះមកដល់ដីភ្លាមខ្ញុំក៏ប្រញាប់ស្រាតខោបន្តបងនៅក្បែរនោះផ្លែតរៀបនឹងរួចរាល់ទៅហើយភ្នែកខ្ញុំក៏ស្រាប់តែក្រឡេកឃើញស្រមោលមនុស្សម្នាក់ទំនងដូចជាមនុស្សស្រីកំពុងតែដើរមករកខ្ញុំស្ទង់ចម្លែកដែរពេលនោះខ្ញុំដូចជាគ្មានអារម្មណ៍ភ័យខ្លាចអ្វីតតែសោះតែបែរទៅជារំភើបដូចជាត្រូវមុនសណ្ដំអ្វីម្យ៉ាងខ្លួននាងដើរកាន់តែគៀកចិត្តដល់ខ្ញុំឃើញរូបរាងមុខមាត់នារីនោះស្អាតណាស់នាងស្លៀកពាក់បែបបុរាណមានចងក្បិននិងចងពង់សក់វែងដល់ត្រឹមចង្កេះនាងញញឹមស្រស់ដាក់ខ្ញុំនៅក្នុងចម្ងាយប្រមាណជាង10ម៉ែត្រពីគ្នាភ្លាមនោះខ្ញុំក៏ងើបស្លៀកខោហើយដូចជាមានអ្វីម្យ៉ាងបណ្ដាលឲ្យចិត្តខ្ញុំចង់ដើរទៅរកនាងដូច្នោះដែរខ្ញុំឈានជើងដើរចូលបានតែ2-3ជំហានស្រាប់តែលឺសំឡេងគ្នាខ្ញុំស្រែកពីលើថាអាជាហែងទៅណានឹងហែងចង់ដើរទៅណាភ្ញាក់ដូចជាត្រូវគេកន្ត្រាក់ខ្ញុំត្រឡប់មកមានស្មារតីបន្តិចវិញក្រឡេកមើលទៅសំឡេងដែលគ្នាខ្ញុំហៅបានបន្តិចពេលខ្ញុំត្រឡប់មកវិញស្រាប់តែបានឃើញនារីនោះប្រែคล้ายទៅជាខ្លាដំបងមៀតយ៉ាងធំភ្នែកក្រហមច្រាលឈរនៅចំពោះមុខខ្ញុំវារៀបនឹងហក់មកសង្គ្រប់ពីលើខ្លួនខ្ញុំទៅហើយតែសំណាងខ្ញុំរហ័សដៃដែរក៏បានទីងកំភ្លើងបាញ់ចំក្បាលវាលឺសូភុងមួយគ្រាប់នោះបានធ្វើឲ្យគ្រប់គ្នានៅខាងលើភ្ញាក់អស់រលីងហើយម្នាក់បាននាំគ្នាចាប់ទីងកំភ្លើងបាញ់តម្រង់ទៅរកខ្លាដំបងនោះអស់ជាច្រើនគ្រាប់ធ្វើឲ្យវាធ្លីពោះឈឺចាប់ស្រែកកងរំពងពេញព្រៃរួចក៏រត់ទៅបាត់ទៅខ្ញុំឯនេះវិញពេលនោះមិនដឹងជាគិតស្អីទេក៏ស្ទុះប្រុងរត់ទៅតាមបាញ់វាបន្ថែមទៀតឲ្យងាប់តែម្ដងតែពូព្រានស្រែកហាមតន់កុំទៅមិនចាំបាច់តាមវាទេបើឯងទៅប្រកាសជាស្លាប់មិនខានលឺដូច្នេះហើយខ្ញុំក៏ឈប់ឆ្ងល់ហើយក៏ប្រញាប់រត់ឡើងទៅលើដើមឈើវិញទាំងញ័រខ្លួនប្រាណអស់ហើយមកដល់ភ្លាមពូព្រានក៏សូត្រធម៌អ្វីម្យ៉ាងនិងដោះខ្សែកបន្តោងគុជរបស់គាត់ឲ្យខ្ញុំពាក់គាត់និយាយថាសូមប្រលឹង4-10សប្តាហ៍គ្រប់ចូលមកវិញអស់គ្រោះអស់ភ័យហើយភាំង
ពេលនោះខ្ញុំភ័យមែនទែនហើយក៏សន្លប់បាត់ទៅព្រោះតក់ស្លុតនឹងហេតុការណ៍ដែលបានជួបផ្ទាល់នៅនឹងមុខបែបនេះពេកព្រឹកឡើងថ្ងៃរះព្រាលខ្ញុំភ្ញាក់ដឹងខ្លួនទាំងអារម្មណ៍នៅផិតភ័យនៅឡើយក្រឡេកមើលទៅខាងក្រោមវិញឃើញគេគ្រប់គ្នាកំពុងតែញាប់ដៃញាប់ជើងប្រមូលសម្ភារៈដាក់ចូលទៅក្នុងកាបូស្ពាយរៀងៗខ្លួនពេលនោះពូព្រានស្រាប់តែបក់ដៃហៅខ្ញុំឲ្យចុះមកខាងក្រោមភ្ញាក់ហើយឬឆាប់ចុះមកស៊ីអីទៅហើយរៀបចំអីវ៉ាន់នឹងអាចចេញពីព្រៃនេះយើងនៅយូរទៀតអត់បានទេខ្ញុំប្រញាប់ក្រោកឡើងចុះទៅខាងក្រោមទាំងដែលនៅធ្ងន់ក្បាលនៅឡើយហើយក៏បានប្រម៉ែប្រមូលរបស់របរដាក់ចូលទៅក្នុងកាតាស្ពាយរួចរាល់អស់ហើយខ្ញុំក៏បានដើរទៅជិតពូព្រានហើយសួរគាត់ថាពួកយើងធ្វើម៉េចអាចចេញផុតពីព្រៃនេះបានភ្លាមនោះពូព្រានក៏តបវិញថាមិនអីទេថ្ងៃនេះប្រហែលជាគ្មានអ្វីមកបាំងផ្លូវយើងទេព្រោះអាព្រីខ្លាកំណាច់យប់មិញហ្នឹងវារងរបួសជាដំណំតែបើយើងមិនប្រញាប់ចេញវិញទេតែព្រីខ្លានោះវាជាសះស្បើយពីរបួសវាប្រកាសជាមកសងសឹកពួកយើងវិញជាពុំខានស្ដាប់ពូព្រាននិយាយចប់គ្នាខ្ញុំទាំងអស់គ្នាក៏រស់រាន់ស្រស់ស្រូបអាហារពេលព្រឹកនិងពន្លត់ភ្លុកភ្លើងកាលពីយប់រៀបចំចេញដំណើរភ្លាមថ្ងៃនេះព្រះអាទិត្យរះបានតែបន្តិចក៏លិចក្រោមពពកបាត់ព្រមមេថ្ងៃរៀងអាប់អួររកកលចង់ភ្លៀងទាំងព្រឹកតែម្ដងពូព្រានដើរនាំមុខបណ្ដើរគាត់ក៏ស្រែកប្រាប់ពួកយើងបណ្ដើរឲ្យស្រុតស្រុតមកគ្នាយើងក្រែងបានចេញផុតពីព្រៃនេះមុនភ្លៀងធ្លាក់តែមេឃធ្លាក់ភ្លៀងយើងកាន់តែពិបាកដើរហើយដើរប្រមាណបានជាង3ម៉ោងពួកយើងក៏បានទៅដល់កន្លែងដើមឈើធំមួយដែលបានជួបស្នាមឈាមកាលពីថ្ងៃដំបូងពេលនោះយើងត្រេកអរណាស់ព្រោះអាចរកឃើញផ្លូវដែលអាចចេញពីព្រៃនោះបានវិញហើយប្រហែលជាថ្ងៃរៀងជ្រែកបន្តិចពួកយើងក៏បានដើរមកដល់ភូមិវិញនិងនិយាយពីហេតុការណ៍ដែលបានជួបទាំងអស់ទៅប្រាប់លោកតាមេភូមិក្រោយស្ដាប់ចប់លោកតាមេភូមិក៏បាននិយាយទាំងធូរទ្រង់ថានេះគឺជាបុណ្យសំណាងធំហើយដែលពួកចៅទាហានគ្រប់គ្នាអាចរួចផុតពីគ្រោះថ្នាក់បានតាមតែតាដឹងកន្លងមកអ្នកដែលចូលព្រៃចំថ្ងៃខែដាច់ឬក៏រាត្រីខែរណូចដែលបានជួបព្រីខ្លានោះភាគច្រើនគ្មានអ្នកណាអាចរួចជីវិតចេញមកវិញបានទេចៅអើយចំណែកឯកងទ័ពឆ្លប់ដែលពួកចៅឯងតាមរកនោះប្រហែលជាស្លាប់អស់ហើយទេដឹងព្រមមានស្នាមឈាមដាមឈាមអីផងអញ្ចឹងជាទូទៅអ្នកដែលអាចរួចពីក្រញាំព្រីខ្លាបានតតែអ្នកមានអាគមអូមអាតការពារខ្លួនខ្លះដូចជាអាព្រានអីជាដើមទើបវាអាចរួចជីវិតមកវិញបានចៅអើយតាំងពីថ្ងៃនោះមកពួកខ្ញុំក៏បានត្រឡប់មកផ្ទះវិញតែស្ថានភាពសុខភាពរបស់ខ្ញុំគឺដូចជាមិនល្អសោះគឺខ្ញុំបានធ្លាក់ខ្លួនឈឺជាទម្ងន់ដោយសារតែភ័យតក់ស្លុតផងចាញ់អាកាសធាតុផងនិងបានឆ្លងជំងឺគ្រុនចាញ់ទៀតផងក្រោយសម្រាប់ជាបានជិត1ខែក្រោយមកខ្ញុំក៏បានជាសះស្បើយឡើងវិញតែហេតុការណ៍នោះវានៅតែដក់ជាប់នៅក្នុងភ្នែករបស់ខ្ញុំគ្មានថ្ងៃបំភ្លេចបានឡើយទូវាកន្លងផុតអស់រយៈពេលច្រើនឆ្នាំណាស់មកហើយថ្ងៃក្រោយមកឲ្យតែមេបញ្ជាការខ្ញុំដាក់ផែនការដើម្បីចូលចាប់ខ្មាំងនៅក្នុងព្រៃខ្ញុំតែងតែស្នើសុំគាត់យកព្រានព្រៃទៅតាមម្នាក់ជានិច្ចបើអាចព្រោះនៅក្នុងព្រៃពិតជាមានរឿងរ៉ាវអាកំបាំងជាច្រើនជាពិសេសរឿងមុនអាគមអាឋានវិញ្ញាណខ្មោចពាសពេញតែម្ដងជាក់ស្ដែងដូចនៅក្នុងសម័យខ្មែរក្រហមមានប្រជាជនខ្មែរយើងច្រើនណាស់ដែលបានស្លាប់ចោលឆ្អឹងនៅក្នុងព្រៃពាសពេញផ្ទៃប្រទេសយើងជាចុងក្រោយខ្ញុំចង់ផ្ដាំទៅអ្នកទាំងអស់គ្នាថាប្រសិនបើចង់ដើរចូលព្រៃត្រូវមានរបស់ការពារខ្លួនជានិច្ចជាពិសេសគឺប្រកាន់ភ្ជាប់នឹងដំណំដែលអ្នកដើរព្រៃបានប្រាប់ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងពីពពួកអមនុស្សដែលយើងមើលមិនឃើញបាទបងប្អូនហើយរឿងហ្នឹងក៏ចប់ត្រឹមប៉ុណ្ណឹងរាត្រីរណូចនៅក្នុងព្រៃដ៏ជ្រៅពិតជាគួរចាប់អារម្មណ៍ខ្លាំងមែនទែនហើយសម្រាប់នាពេលបច្ចុប្បន្នគឺពួកយើងតែងតែចូលចិត្តដើរព្រៃបោះតង់ camping អញ្ចឹងណាទោះបីជាជឿឬក៏មិនជឿការស្ដាប់តាមរៀនច្បងមុនអ្នកដែលមានបទពិសោធន៍ចូលទៅក្នុងព្រៃខ្ញុំឃើញ10នាក់9នាក់និយាយដូចគ្នាហើយគឺគាត់តែងតែជួបជាមួយនឹងក្រុមអមនុស្សឬក៏សត្វកាចសាហាវដែលនោះពេលខ្លះជាសត្វកាចសាហាវពិតប្រាកដតែពេលខ្លះទៀតគឺជាព្រាយខ្លាជាព្រាយដែលសន្ធិដ្ឋនៅក្នុងរូបរាងជាសត្វកាយសាហាវទាំងអស់នោះអញ្ចឹងថាបើយើងអត់មានរបស់ការពារខ្លួនយ័ន្តខ្នាយអីគេដើម្បីការពារទេយើងអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់មែនតែនទីបំផុតការដែលយើងទៅបោះតង់ដើម្បីបបិសោតជីវិតដើម្បីការសប្បាយរីករាយបែរជាជប់ទុកផងក៏ថាបានដែរហ្នឹងហើយនេះគឺជាអេពីសូតនៃការត្រឡប់មកវិញថ្មីរបស់ខ្ញុំបើបងប្អូនចូលចិត្តនៅកម្មវិធីរបស់ខ្ញុំដែលខ្ញុំធ្វើកន្លងមកការចែករំលែកបទពិសោធន៍នានាពីប្រវត្តិសាស្ត្រពីចំណេះដឹងទូទៅដែលខ្ញុំធ្វើកន្លងមកចាំជួយចុច Subscribe ហើយនិង Like វីដេអូរបស់ខ្ញុំផងដើម្បីឲ្យ algorithm YouTube បញ្ជូនវីដេអូរបស់ខ្ញុំពីមុនហ្នឹងឲ្យអ្នកទាំងអស់គ្នាបានទស្សនាហើយបើពិតជាស្រឡាញ់ហើយគាំទ្រខ្ញុំកុំភ្លេចជួយគាំទ្រនៅអ្វីដែលខ្ញុំបានធ្វើផងដូចជាហាងកាត់សក់របស់ខ្ញុំ A80 Student Barber ឬក៏ហាងកាត់សក់និស្សិតហ្នឹងគឺយើងកំពុងតែបើកដំណើរការហើយក៏អរគុណខ្លាំងមែនទែនដែលបងប្អូននៅតែស្រឡាញ់នៅតែជឿទុកចិត្តហើយនឹងគាំទ្រនៅអ្វីដែលខ្ញុំបានធ្វើជាស្ដែងគឺយើងទទួលបានការគាំទ្រខ្លាំងនៅក្នុង business របស់យើងអញ្ចឹងសម្រាប់អ្នកដែលគាត់កាត់សក់
ធៀមខ្លួនស្អាតបាតនៅក្នុងរដូវបុណ្យភ្ជុំបាទអាចទៅទទួលសេវាកម្មពី A80 បានហើយបើសិនជាថ្ងៃក្រោយខ្ញុំមានឱកាសបើកពង្រីកសាខាទៅម្ដុំក្បែរផ្ទះបងប្អូនឬនៅក្បែរសាលាគ្នាយើងកុំភ្លេចចូលគាំទ្រផងខ្ញុំអត់មានអីច្រើនទេក្រៅពីម្រាមដៃ10ក្នុងការអរគុណដែលបងប្អូនជួយផ្ដល់កម្លាំងចិត្តនៅពេលដែលខ្ញុំមានបញ្ហានិងផ្ដល់កម្លាំងចិត្តឲ្យខ្ញុំដើរទៅមុខតសង្ឃឹមថាយើងនឹងនៅជាមួយគ្នាលុយជាមួយគ្នានៅក្នុងបញ្ហាជីវិតទាំងអស់គ្នាបន្តយូរទៅមុខទៀតបាទអរគុណច្រើនជួបគ្នានៅអត្ថបទ The Story Podcast ក្រោយៗទៀត Close your